Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយ admin ទៀតហើយខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរថ្ងៃនេះ admin នឹងបន្តអាសាច់រឿងរបស់យើងដែលជាភាគទី3សម្រាប់ដែលអ្នកមកក្រោយក៏ភ្លេចជួយ Subscribe ជួយ Like វីដេអូរបស់ admin មានមួយផងណាដើម្បីជាកម្លាំងចិត្តឲ្យមានកំណត់ផុសទៅមកទៀតឥឡូវយើងកុំឲ្យចាំពេលវេលាយូរយកមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យកកថាតំណែងតំណងរបស់ទូប្រុសរបស់យើងជាមួយនឹងតាសកុនមើលទៅដូចជារឿងល្អជាងមុនអំឡុងពេលហ្នឹងតាសកុនក៏ពិតជាមួទៅកណ្ដាលម៉ាណូមែនតើពីព្រោះអាម៉ាណូគឺបានណែនាំហ្គេមមួយឲ្យមកកាន់គាត់លេងដោយអាងថាហ្គេមមួយហ្នឹងវាល្អអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់គឺចាប់ផ្ដើមលេងនោះគាត់ក៏បានដឹងថាហ្គេមមួយហ្នឹងគឺពិតជាកាកមែនតើកាសស្ថិតនៅម៉ោងចេញលេងអាម៉ាណូក៏បានធ្វើការសុំទោសទៅកាន់តាសកុនដែលគាត់ក៏បានណែនាំអំពីហ្គេមមួយនោះឲ្យទៅកាន់តាសកុនបានលេងនឹងឯងពីព្រោះគាត់ក៏បានគិតថាហ្គេមមួយនោះក៏វាអន់ដែរមិនត្រឹមតែប៉ុណ្ណោះទេអាម៉ាណូគឺថែមទាំងនិយាយលេងសើចជាមួយនឹងតាសកុនផងដែរបើទោះបីជាឯងលេងហ្គេមប៉ះកន្លែងណាអន់យ៉ាងណាក៏ដោយក៏ប៉ុន្តែឯងក៏មានសង្សារដែរដល់ពេលទៅតាសកុនក៏បានស្ដីឲ្យទៅកាន់អាម៉ាណូចំពោះឯងវិញនោះជាមួយនឹង Karen ឥឡូវនេះ Karen កំពុងតែលោកស្នេហ៍ទៅកាន់ឯងហើយនឹងប្រាប់ពីសកម្មភាពមួយចំនួនដែលគាត់ក៏បានឃើញពី Karen នឹងឲ្យទៅកាន់អាម៉ាណូបានដឹងអាម៉ាណូគាត់ក៏បានធ្វើការបកស្រាយផងដែរថាកុំឲ្យយកច្រឡំទៀតអីពីព្រោះថា Karen ក៏បាន invite គាត់ដើម្បីចូល clip game ប៉ុន្តែគាត់អត់បានចូលទេនោះហើយជាមូលហេតុដែល Karen គឺតែងតែតាមដានមកកាន់គាត់អំឡុងពេលហ្នឹងមិត្តភ័ក្តិរបស់អាម៉ាណូនៅក្នុង game គឺចាប់ផ្ដើម invite គាត់ដើម្បីលេង game ដូច្នេះហើយអាម៉ាណូក៏បានធ្វើការសុំទោសទៅកាន់តាសកុនឲ្យចាំគាត់មក play ទៅគាត់កំពុងតែលេង game បន្តិចបន្តមកទៀតអាម៉ាណូក៏ចាប់ផ្ដើមលេង game មួយនោះជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅក្នុង game តាសកុនបន្ទាប់ពីឃើញបែបហ្នឹងគាត់ក៏បានសួរថាតាម្នាក់ហ្នឹងគឺជាណាគេអាម៉ាណូគាត់ក៏បានធ្វើការបកស្រាយផងដែរថានៅពេលដែលគាត់ចាប់ផ្ដើមលេង game មួយហ្នឹងគាត់ក៏ចាប់ផ្ដើមស្គាល់ម្នាក់ហ្នឹងដូច្នេះហើយបានជាពួកគេគឺខ្លាចទៅជាមិត្តភ័ក្តិជាមួយគ្នាក្នុង game មួយហ្នឹងប៉ុន្តែពួកគេអត់ដែលធ្លាប់ស្គាល់គ្នានោះទេឬក៏ជួបមុខគ្នាម្ដងណាឡើយក្រោយមកទៀតនៅពេលដែលបានបញ្ចប់ game មួយនេះហើយតាសកុនគាត់ក៏ចាប់ផ្ដើមមានកំណត់មួយតែម្ដងនៅពេលដែលអាម៉ាណូគាត់គឺមានអត្តចរិតថាលេង game បែបឯកាអញ្ចឹងតាសកុនក៏គឺមានបំណងឲ្យអាម៉ាណូគឺរកមិត្តភ័ក្តិថ្មីមួយទៀតដែលជាមនុស្សស្រីហើយក៏មានអត្តចរិតដូចជាអាម៉ាណូផងដែរគ្រាន់តែលឿនចាំភ្លាមយើងមើលអត្តមុខរបស់អាម៉ាណូក៏ដឹងដែរថាគាត់គឺមិនសូវចូលចិត្តអញ្ចឹងទេបន្តមកទៀតតាសកុនក៏បាននាំអាម៉ាណូមកដល់ថ្នាក់ A ហើយក៏បានប្រាប់ពីគោលដៅរបស់អាម៉ាណូថានោះគឺជាមនុស្សស្រីម្នាក់នោះដែលនេះគឺជាមនុស្សដែលស្ងៀមស្ងាត់បំផុតហើយនេះក៏ជាមនុស្សដែលអ៊ូតគូទៅលើហ្គេមដែរដូច្នេះនេះគឺជាឱកាសរបស់ឯងហើយដោយសារតែឯងក៏មានអត្តចរិតដូចគ្នាដែរអាម៉ាណូក៏ឲ្យហ៊ាននោះទេដោយគាត់ថាចង់បដិសេធពីរឿងរ៉ាវទាំងអស់ហ្នឹងប៉ុន្តែតាសកុនក៏បានបង្ខំខ្លាំងពេកភ្លាមនឹងដែរក៏ស្រាប់តែអាហ្គូរីក៏បានមករកទៅកាន់តាសកុនហើយក៏បានសួរទៅកាន់តាសកុនថាហេតុអ្វីបានជានៅពេលនេះហើយមិនតមកជួបនាងអញ្ចឹងពីព្រោះថានេះក៏បានរងចាំទៅកាន់តាសកុនយូរហើយដែលហេតុនេះហើយតាសកុនក៏បានធ្វើដំណើរដើម្បីទៅជាមួយសង្សាររបស់គាត់បាត់ទៅហើយក៏បានផ្ដាំទៅកាន់អាម៉ាណូថាឥឡូវនេះអាម៉ាណូគឺត្រូវតែដោះស្រាយដោយខ្លួនឯងហើយកាលមកកន្លែងមីស៊ូមីនេះវិញនៅពេលនេះក៏កំពុងតែរៀបចំដើម្បីចាក់ចេញពីថ្នាក់នៅពេលដែលគាត់ក៏បានចេញមកខាងក្រៅគាត់ក៏បានជួបប្រទះជាមួយនឹងអាម៉ាណូដូច្នេះគាត់ក៏បានសួរតែម្ដងថាអាម៉ាណូមកទីនេះដើម្បីអ្វីដែរអាម៉ាណូក៏បានឆ្លើយថាគាត់មកទីនេះដើម្បីរកមនុស្សស្រីម្នាក់ Karen នេះក៏បានស្ដាប់ឮអញ្ចឹងហើយធ្វើឲ្យនេះក៏បានកកដូចជាស្មងអញ្ចឹងមីស៊ូមីក៏បានសួរទៅកាន់អាម៉ាណូបន្តទៀតថាមករក Karen មែនអាម៉ាណូក៏បានធ្វើការបដិសេធថាមិនមែននោះទេក៏បានរកមនុស្សស្រីផ្សេងទៀតគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យ Karen នៅពេលនោះនេះក៏បានរលេខខ្លាចទៅជាស្មងតែម្ដងបន្តមកទៀតអាម៉ាណូក៏បានមកជួបជាមួយនឹងម្នាក់ស្រីនឹងហើយក៏បានហៅទៅកាន់ម្នាក់ស្រីនឹងតែម្នាក់ស្រីនឹងអត់បានឆ្លើយតបទៅវិញទេដោយសារតែនាងកំពុងតែពាក់កាសហ្នឹងឯងម្នាក់ស្រីនឹងនាងគឺមានឈ្មោះថាឆាគីហើយអ្នកទាំងអស់គ្នាគឺប្រកាសជាឆ្ងល់ហើយថាហេតុអីបានជាអត់មានភ្លេងអមអញ្ចឹងណាតាមពិតទៅដោយសារតែកម្មវិធីដែលមានកំពុងតែកាត់ឥឡូវហ្នឹងគឺ add ភ្លេងលេងកើតហើយពីព្រោះកម្មវិធី CapCut ឥឡូវហ្នឹងគឺមិនដឹងមិនទេឲ្យតែមុខងារអ្វីក៏ដោយឲ្យតែប្រើ Pro ទាំងអស់ហើយអេមីនគឺមិនអាចប្រើម៉ូដបានទេពីព្រោះថាទូរស័ព្ទរបស់អេមីនក្នុងការសម្រាយរឿងគឺជា iOS អញ្ចឹងហើយពិតជាវេទនាសម្រាប់អេមីនមែនតើអញ្ចឹងហើយអធិស្ឋានផងណាឥឡូវយើងចូលសាច់រឿងរបស់យើងវិញភ្លាមនោះអាម៉ាណូគឺមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី Karen នេះក៏បានមកសួរមូលហេតុអ្វីបានជាអាម៉ាណូគឺបានមកដល់ថ្នាក់របស់នាងអីចឹងណាហើយមកធ្វើអ្វីអាម៉ាណូក៏បានប្រាប់ត្រង់តែម្ដងថាគាត់មកទីនេះដោយសារតែរកមនុស្សស្រីម្នាក់នេះដែលជាឆាគីនឹងឯងគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យ Karen នៅពេលនោះនាងក៏បានដួលប៉ុន្តែត្រូវបានអាម៉ាណូក៏បានទ្រដោយសារតែបែបនេះហើយធ្វើឲ្យមនុស្សដែលនៅក្នុងថ្នាក់គឺមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថា Karen គឺជាស្រីស្អាតជាងគេមានអីក៏ស្រាប់តែ Karen នេះក៏ចាប់ផ្ដើមអៀនទៅកាន់អាម៉ាណូហើយក៏បានស្លុះឡើងលឿនដើម្បីចាក់ចេញពីទីនោះដោយសារតែនេះគឺអៀនខ្លាំងពេកបន្តមកអាម៉ាណូក៏បានចាប់រំថានៅពេលនេះឆាគីនាងកំពុងតែសម្លឹងមើលមកកាន់គាត់ដូច្នេះហើយក៏បានចូលទៅរាក់ទាក់ជាមួយនាងឆាគីនៅវិញគ្រាន់តែឃើញអាម៉ាណូគឺចាប់ផ្ដើមភ័យខ្លាចតែម្ដងអំឡុងពេលហ្នឹងអាម៉ាណូក៏បានសង្កេតឃើញថាហ្គេមរបស់ឆាគីកំពុងតែលេងហ្នឹងទើបតែចេញបានពីអាទិត្យតែប៉ុណ្ណោះជាពិសេសហ្គេមមួយហ្នឹងគឺមានឈ្មោះថា Egify គ្រាន់តែអាម៉ាណូក៏បាននិយាយអំពីហ្គេមមួយហ្នឹងភ្លាមធ្វើឲ្យឆាគីនៅពេលនោះនាងក៏បានចាប់អារម្មណ៍បន្តមកទៀតពួកគេទាំងពីរនាក់ក៏បានចេញមកខាងក្រៅដើម្បីនិយាយគ្នាលេងតែយកថាកម្រិតរបស់ពួកគេគឺពិតជាឆ្ងាយមែនទែនដោយសារតែពួកគេគឺជាមនុស្សដែល introvert អីចឹងណាភ្លាមក៏ស្រាប់តែឆាគីនាងក៏ចាប់បានធ្វើការសុំទោសទៅកាន់អាម៉ាណូភ្លាមដោយយល់ច្រឡំថាអាម៉ាណូកំពុងតែ invite នាងដើម្បីចូល club game បន្តមកឆាគីនាងក៏បានភ្ញាក់ព្រឹបភ្លាមបន្ទាប់ពីអាម៉ាណូក៏បានអះអាងផងដែរគាត់គឺធ្លាប់ត្រូវគេ invite ដើម្បីចូល club game ដែរប៉ុន្តែគាត់ក៏បានបដិសេធដោយសារតែបែបនេះហើយពួកគេក៏ចាប់ផ្ដើមរាប់អានគ្នាខ្លាចតែជាមិត្តភក្តិនឹងគ្នាតែម្ដងពីព្រោះថាការចំណងចំណូលចិត្តរបស់ពួកគេគឺដូចគ្នាជាពិសេសការលេងហ្គេមរបស់ពួកគេគឺចូលចិត្តតែម្នាក់ឯងចាប់តាំងពីពេលនោះមកពួកគេទាំងពីរនាក់គឺកាន់តែជិតស្និទ្ធហើយចំពោះ Karen នៅវិញនាងគឺបានត្រឹមតែលួចមើលតែប៉ុណ្ណោះចំពោះអាម៉ាណូហើយក៏មានការចំណានទៅកាន់ឆាគីផងដែរ ប
ប៉ុន្តែអំឡុងពេលហ្នឹងស្រាប់តែអាម៉ាណូហើយនឹងឆាគីក៏ចាប់ផ្ដើមឆ្លោះគ្នាដោយសារតែកំណត់របស់ពួកគេក្នុងការនិយាយអំពីហ្គេមគឺខ្វែងកំណត់គ្នានឹងឯងដូចនេះហើយអាម៉ាណូក៏បានបញ្ចូលជាមួយនឹង Star Soko ហើយក៏បានប្រាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងថាក៏គឺមិនអាចដោះស្រាយជាមួយនឹងឆាគីបានទេបើសិនជាពួកគេនៅតែបន្តឆ្លោះគ្នាបែបហ្នឹងតែ Soko ក៏បានគិតមួយសំទោសហើយក៏បាននិយាយថាមិនអីទេទុកឲ្យគាត់គឺជាអ្នកចាត់ការឲ្យរួមមកតា Soko ក៏បានហៅអ្នកទាំងពីរដើម្បីមកជុំគ្នាដែលគាត់គឺមានបំណងថាសម្របសម្រួលឲ្យពួកគេទាំងពីរនេះគឺត្រូវគ្នាវិញអញ្ចឹងណាប៉ុន្តែវាមិនដូចអ្វីដែលគាត់បានគិតនោះទេអ្នកទាំងពីរគឺនៅតែបន្តឆ្លោះគ្នានឹងឯងដូច្នេះហើយធ្វើឲ្យគាត់ពិតជាឈឺក្បាលមែនទែនដោយសារតែការខឹងពេកនោះអាម៉ាណូក៏បានហៅទៅកាន់ឆាគីថានឹងសក់សារាយសមនគ្រាន់តែលឺចង់ភ្លាមធ្វើឲ្យឆាគីនៅពេលនោះក៏កាន់តែកើនកម្ដៅទៀតហើយដោយទ្រាំមិនបានពេកនោះតា Soko ក៏បានចេញមកហើយក៏បានហាមឃាត់ទៅកាន់ពួកគេទាំងពីរនេះពីព្រោះថាអត្តចរិតរបស់ពួកគេទាំងពីរនេះគឺចង់ឈ្នះរៀងៗខ្លួនភ្លាមនោះអាម៉ាណូក៏បានចាប់អារម្មណ៍ពីចំហាយពីឃាតមួយហើយនោះគឺជាអាកូរីនឹងឯងដែលនេះគឺជាសង្សាររបស់តា Soko ចំណែកតា Soko នៅវិញក៏បានព្យាយាមនិយាយលំលងទៅកាន់ឆាគីកុំឲ្យបន្តខឹងទៀតអីចឹងណាដោយអាងថាបើទោះបីជានេះគឺសក់សារាយសមុទ្រក៏ដោយប៉ុន្តែមើលតាមអត្តចរិតរបស់នាងគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ចំណែកអាកូរីកំពុងតែសង្កេតមើលនៅវិញគឺចង់ផ្ទុះបាត់ទៅហើយសូម្បីតែអាម៉ាណូកំពុងតែឃើញហ្នឹងគឺចង់ខ្លាចដែរហ្នឹងណាតា Soko ក៏បាននិយាយបន្តទៅថាបើសិនជានាងគឺការសក់ខ្លែងគឺកាន់តែគួរឲ្យស្រឡាញ់មានអីការធ្វើបែបហ្នឹងធ្វើឲ្យអាកូរីនៅពេលនោះគឺខ្លាចតែជាថ្មបាត់ទៅហើយជាពិសេសយើងក៏បានចាប់អារម្មណ៍ថា Karen ហើយមីសូមីកំពុងតែសង្កេតមើលទៅកាន់សកម្មភាពរបស់ពួកគេទាំងអស់គ្នាសាច់រឿងក៏កើតបង្ហាញនៅពេលល្ងាចកណាពេលដែលតា Soko ហើយនិងអាកូរីកំពុងតែធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះជាមួយគ្នាតា Soko ក៏បានចាប់អារម្មណ៍ថាអាកូរីនៅពេលនេះអត់សូវមានភ្លើងភ្លះនោះទេដូច្នេះហើយក៏បានសួរទៅកាន់អាកូរីតែម្ដងថាមានបញ្ហាអីមែនបានជានាងគឺអន់ចិត្តបែបហ្នឹងប៉ុន្តែអាកូរីនាងក៏បាននិយាយថាម៉ារីចុងក្រោយនេះគឺបានសង្កេតឃើញថាតា Soko កំពុងតែសិទ្ធស្នាជាមួយនឹងអាម៉ាណូនឹងឯងនៅថ្ងៃបន្ទាប់ក៏ការស្ថិតនៅម៉ោងចេញទៅផ្ទះមិត្តភ័ក្តិរបស់តា Soko ក៏បានប្រាប់ទៅកាន់តា Soko ថានៅក្នុងសាលារៀនរបស់ពួកគេឥឡូវនេះគឺមានសិស្សស្អាតម្នាក់ទៀតហើយបន្ទាប់ពីប្រាប់ដំណឹងមួយនេះហើយគាត់ក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះបាត់ទៅចំណែកតា Soko បន្ទាប់ពីលើបាបហ្នឹងក៏កំពុងតែឆ្ងល់ហើយពីព្រោះថានៅក្នុងសាលារៀនរបស់គាត់ហ្នឹងគឺមានតែសិស្សស្អាតម្នាក់តែប៉ុណ្ណោះដែលជា Karen នឹងឯងភ្លាមនោះដែរអាម៉ាណូក៏បានបង្ហាញខ្លួនហើយក៏បានធ្វើការរាកទេទៅកាន់តា Soko ជាពិសេសក៏បាននិយាយទៅកាន់តា Soko ផងដែរថានៅពេលនេះសង្សាររបស់ឯងយ៉ាងម៉េចហើយពីព្រោះថាការពីម្សិលមិញហ្នឹងដូចជាអារម្មណ៍របស់នាងគឺមិនសូវល្អប្រហែលទេប៉ុន្តែមិនទាន់បាននិយាយផងក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានហៅទៅកាន់តា Soko នៅពេលដែលក្លែងមើលគឺមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ្នកនរគ្នាគឺអាចស្គាល់ទៅហើយអាម៉ាណូនៅវិញក៏បានដឹងភ្លាមតែម្ដងថាម្នាក់ហ្នឹងគឺជាណាគេរីឯតា Soko ក៏អត់ចាំនោះទេអញ្ចឹងហើយក៏បានសួរទៅកាន់នាងថានាងគឺជាណាគេស្របពេលហ្នឹងអាការីនាងក៏បានមកមើលហេតុការណ៍ទាំងអស់នេះផងដែរដោយសារតែនាងក៏បានឃើញមនុស្សជុំច្រើនពេកចំពោះអាម៉ាណូក៏បានឆ្លើយភ្លាមតែម្ដងតាមពិតទៅសក់សារាយសមសោះហ្នឹងគ្រាន់តែលឿនចង់ភ្លាមធ្វើឲ្យឆេគីនៅពេលនោះគឺចង់ឆេះដុំទៀតហើយដល់ពេលទៅធ្វើឲ្យតា Soko នៅពេលនេះក៏គឺអាចចង់ចាំហើយថានេះគឺជាណាគេគឺជាឆាគីនៅក្នុងចិត្តរបស់តា Soko ក៏ពិតជាភ្ញាក់ផ្អើលមែនទែនពីព្រោះថាការពីម្សិលមិញក៏គ្រាន់តែប្រាប់នាងលេងតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនេះបែរជានាងក៏បានកែប្រែតាមពីសម្ដីរបស់គាត់ទៅវិញតា Soko ក៏បាននិយាយថានៅពេលនេះក៏បានកាត់សក់ខ្លីបែបហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់មែនទែនអាការីនៅវិញគឺមានការគាំងជាខ្លាំងបន្ទាប់ពីលើពីសម្ដីរបស់តា Soko ក៏បាននិយាយអំឡុងពេលហ្នឹងក៏បានឃើញថាអាការីកំពុងតែបាក់ទឹកចិត្តនឹងឯងដោយសារតែឃើញសង្សាររបស់ខ្លួនកំពុងតែសិទ្ធស្នាជាមួយអ្នកដទៃរីឯតា Soko នៅវិញក៏គឺមានអារម្មណ៍ថាដូចជាបានវត្តមានរបស់អាម៉ាណូឆាគីនេះក៏បានប្រាប់តែម្ដងថាអាម៉ាណូនៅពេលនេះកំពុងតែរត់ទៅនោះបាត់ហើយកម្មមកលែអាម៉ាណូនៅវិញនៅពេលនេះក៏កំពុងតែព្យាយាមរកទៅកាន់អាកូរីក៏ប៉ុន្តែក៏បានជួបប្រទះជាមួយនឹង Karen ហើយក៏បានចូលទៅសួរទៅកាន់ Karen តែម្ដងអំពីអាកូរី Karen នេះក៏បានប្រាប់តែម្ដងថានេះគឺទៅតែឃើញអាកូរីកំពុងតែដាក់កាត់នៅទីនេះមិនទេបន្ទាប់ពីលើចម្លើយបែបនេះហើយអាម៉ាណូក៏បានធ្វើការអរគុណទៅកាន់ Karen នេះក៏បានមកឈប់ទៅកាន់អាម៉ាណូហើយក៏បានសួរថារកនឹងដើម្បីអ្វីដែរប៉ុន្តែអំឡុងពេលហ្នឹងអាម៉ាណូក៏បានឆ្លើយអរគុណនឹងឯងដោយថាក៏កំពុងតែស្វែងរកទៅកាន់អាកូរីគឺក្នុងតំណែងនឹងឯងគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យ Karen នៅពេលនោះនេះគឺមានការផ្ចាក់ផ្អើលហើយក៏ចាប់ផ្ដើមទន់ជង្គង់ពីព្រោះថារឿងរ៉ាវទាំងអស់នេះគឺមិនអាចទទួលយកបាននោះទេចំពោះអាម៉ាណូនៅវិញនៅពេលនេះក៏បានស្វែងរកទៅកាន់អាកូរីឃើញហើយអាកូរីនេះក៏បានចងចាំផងដែរថានេះគឺជាមិត្តភក្តិរបស់សង្សាររបស់នាងអាម៉ាណូក៏មិនដឹងថានិយាយអ្វីទៅកាន់អាកូរីនោះដូច្នេះក៏បានសម្រេចចិត្តហៅអាកូរីដើម្បីទៅញ៉ាំតែនិយាយគ្នាលេងរួចមកទៀតយកថាពួកគេទាំងពីរនេះក៏បានមកដល់កន្លែងភោជនីយដ្ឋានមួយកន្លែងហើយអាម៉ាណូក៏បានចាប់អារម្មណ៍ថាអាកូរីនៅពេលនេះនាងអត់មានភ្លើងភ្លានៅក្នុងខ្លួននោះទេដូច្នេះហើយអាម៉ាណូក៏បានប្រាប់ពីរឿងដើមតងឲ្យទៅកាន់អាកូរីបានដឹងជាពិសេសអាម៉ាណូក៏គឺថែមទាំងអាងទៀតថាតា Soko គឺពិតជាស្រឡាញ់ទៅកាន់នាងខ្លាំងណាស់គ្រាន់តែរឿងអ្វីៗនេះជាការយល់ច្រឡំតែប៉ុណ្ណោះដូច្នេះហើយធ្វើឲ្យអាកូរីនៅពេលនេះនាងក៏ចាប់ផ្ដើមសប្បាយចិត្តវិញហើយនឹងប្រាប់ទៅកាន់អាម៉ាណូថានៅទីនេះហើយនាងគឺទៅកំងភេទជ្ជៈញ៉ាំបន្ទិញរួចមកអាម៉ាណូក៏គឺមានបំណងថា invite មិត្តភក្តិរបស់គាត់ក្នុងការលេងហ្គេមរបស់គាត់ទៀតប៉ុន្តែក៏បានលើសំឡេងឡើងខ្លាំងតែម្ដងដែលបកឡើងដោយអាកូរីដែលនេះក៏បានសម្លឹងមើលទៅកាន់ជ្រុងម្ខាងទៀតអាម៉ាណូក៏បានកលេចមើលផងដែរដែលក៏បានឃើញថាតា Soko នៅពេលនេះកំពុងតែចិត្តជាមួយនឹងឆាគីនឹងឯងអញនិយាយបានថាសកម្មភាពរបស់តា Soko គឺរៀងលើសហើយចឹងណាដូចនេះហើយធ្វើឲ្យអាម៉ាណូនៅពេលនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាគឺមានរឿងរ៉ាវបែបហ្នឹងនោះទេបន្ទាប់ពីគាត់ក៏បានឃើញហេតុការណ៍ទាំងអស់ហ្នឹងអាម៉ាណូក៏បានគិតវិញឆ្ងាយតែម្ដងអូខេអ្នកនរគ្នាសាច់រឿងរបស់យើងភាគទី3គឺការស្លែត្រង់នឹងឯងហើយបើចង់ទៅថាពីក្រោយទៀតទៅជាយ៉ាងណាក៏ភ្លេចតាមដានជាមួយមីនទាំងអស់គ្នាណាជាចុងក្រោយមានតែពីជំពើទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាតជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវឲ្យមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាភាពបន្តបាយបាយ